វីដេអូនេះផលិតឡើងដើម្បីជាប្រយោជន៍ដល់ពុកម៉ែបងប្អូនទាំងអស់គ្នាយកទៅអនុវត្តក្នុងវិស័យកសិកម្មសូមជួយ Subscribe Channel ខ្ញុំម្នាក់មួយផងនិងងាយស្រួលអនុវត្តក្នុងការបំបៅឬតត្រួយស្វាយចន្ទីហើយជាវិធីដែលកសិករខ្មែរបានអនុវត្តភាគច្រើននៅខេត្តកំពង់ចាមនិងកំពង់ធំគឺវិធីត្រួយឬបំបៅតាមការសូកត្រួយតភ្ជាប់ត្រួយដែលជ្រើសរើសសម្រាប់យកមកបំបៅត្រូវតែមានអាយុយ៉ាងហោចណាស់2 ខែមានពណ៌បៃតងគ្មានការបំផ្លាញពីសត្វល្អិតនិងជំងឺហើយត្រូវកាត់ស្លឹកចេញពីត្រួយដែលបានជ្រើសរើសនៅលើដើមពី1ត្រេ2សប្តាហ៍មុនយកមកបំបៅកូនទម្រសម្រាប់យកមកបំបៅក៏ត្រូវជ្រើសរើសយកកូនស្វាយចន្ទីដែលបន្ទោះរួចនោះមានអាយុ2 ខែហើយមានសុខភាពល្អរឹងមាំនិងគ្មានការបំផ្លាញពីសត្វល្អិតនិងជំងឺការបំបៅឬតត្រួយកូនស្វាយចន្ទីត្រូវអនុវត្តតាមវិធីដូចខាងក្រោមយកកូនទម្រត្រូវកាត់ស្លឹកចេញឲ្យអស់ទុកតែ2គូក្រោមគេបំផុតកាត់ចុងកូនទម្រទុកប្រវែង15សង់ទីម៉ែត្រពីដីរួចយកកាំបិតមកពុះចំកាត់ដើមដែលកាត់រួចជម្រៅប្រមាណ3ទៅ5សង់ទីម៉ែត្រកាត់ត្រួយពីដើមមេពូជប្រវែងប្រមាណ10ទៅ15សង់ទីម៉ែត្ររួចយកមកចិតជារាងអក្សរ V ប្រវែងប្រមាណ3ទៅ5សង់ទីម៉ែត្រដោយលៃយ៉ាងណាឲ្យសម្បកនៅជាប់ទាំងសងខាងនិងមុខចិតត្រូវតែរាបស្មើយកត្រួយដែលចិតរួចសុកចូលទៅក្នុងកូនទម្រដែលពុះរួចនោះឲ្យលឿនតាមអាចធ្វើទៅបាននឹងលៃយ៉ាងណាឲ្យសម្បកខាងនៃត្រួយស្វាយចន្ទីស្មើគ្នានឹងសម្បកកូនទម្រដើម្បីឲ្យស្រទាប់សម្បកត្រួតស៊ីគ្នាយកថង់ផ្លាស្ទិកស្តើងសម្រាប់រុំពេលបំបៅកូនឈើរុំចងកន្លែងមុខតឲ្យតឹងរួចរុំគ្របដល់ចុងត្រួយការពារការចូលទឹកនិងការបំភាយចំហាយទឹកការបំបៅត្រូវធ្វើឡើងនៅកន្លែងថ្នាលបន្ទោះនិងមានម្លប់សមស្របចំពោះកូនដែលបំបៅរួចត្រូវដាក់នៅកន្លែងម្លប់រយៈពេល15ថ្ងៃកូនបំបៅរួចនេះត្រូវទុកនៅកន្លែងបន្ទោះដល់រដូវដាំលើកក្រោយហើយពេលនេះបើមានពន្លកដុះចេញពីកូនទម្រត្រូវកាត់វាចេញការបំបៅកូនស្វាយចន្ទីថង់ផ្លាស្ទិកដែលរុំត្រូវកាត់វាចេញនៅពេលបំបៅរួចបាន3ទៅ4ខែនិងអាចយកទៅដាំបាននៅពេលបន្ទាប់ជាចុងក្រោយសូមពងម៉ែបងប្អូនជួយចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងការបង្កើត Channel នេះឡើងក្នុងគោលបំណងចែករំលែកនៅចំណេះដឹងក៏ដូចជាឯកសារដែលពាក់ព័ន្ធទៅនឹងវិស័យកសិកម្មសូមអរគុណ